ខ្ញុំតែនៅធ្វើ giveaway ញឹកញាប់មែនតើនៅលើ channel Telegram ដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងគឺមាន giveaway ជា Telegram គឺមាន giveaway ជាលុយឬមក giveaway ជាកាក់ crypto អញ្ចឹងទៅហើយនេះគឺយើងមានរបស់លេងថ្មីគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយើងទទួលបានលុយ$3ដល់$7ភ្លាមៗហើយយើងអាចដកទៅកង់ធនាគាររបស់យើងបានទៀតហ្នឹងហើយ Hello អ្នកទាំងអស់គ្នានេះគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយើងទទួលបានលុយ$3ដល់$7ភ្លាមៗប៉ុន្តែចង់បញ្ជាក់ដែរថាសម្រាប់តែអ្នកដែលធ្វើតាមខ្ញុំចាប់ពីថ្ងៃទី18ដល់ថ្ងៃទី31ទេហ្នឹងហើយបើសិនជាលើសចូលដល់ខែ4ឬមកលើសថ្ងៃហ្នឹងទោះបីជាអ្នកទាំងអស់គ្នាធ្វើតាមគ្រប់លក្ខខណ្ឌទាំងអស់មិនក៏អីក៏អត់ទទួលបានដែរអញ្ចឹងឱកាសគឺវាមានតែខ្ទង់20ថ្ងៃអីទេអញ្ចឹងចំពោះតម្រូវការទី1គឺអ្នកទាំងអស់គ្នាត្រូវមានអាយុ18ឆ្នាំឡើងទៅហើយត្រូវមានអត្តសញ្ញាណប័ណ្ណហ្នឹងហើយអញ្ចឹងសម្រាប់អ្នកនៅក្រោមហ្នឹងគឺយើងក៏អាចបង្កើតបានទេណាហ្នឹងហើយតើយើងមានអត្តសញ្ញាណប័ណ្ណហើយយើងអាយុ18ឆ្នាំឡើងទើបយើងអាចបង្កើតបានដោយសារអីយើងត្រូវការបង្កើតគណនីអាហ្នឹងគឺដូចយើងបង្កើត app ធនាគារហើយយើងគេឲ្យលុយមកយើងអញ្ចឹងណាជាលុយលើកទឹកចិត្តអញ្ចឹងជាមួយនឹងលក្ខខណ្ឌទី1អ្នកទាំងអស់គ្នានឹងទទួលបានលុយ$3ភ្លាមៗអ្នកទាំងអស់គ្នាត្រូវធ្វើការបង្កើតគណនី Binance បន្តមកទៀតយើងបំពេញអត្តសញ្ញាណប័ណ្ណដូចនៅពេលដែលយើងទៅបង្កើត app ធនាគារដំបូងអញ្ចឹងហើយជាមួយនឹងលក្ខខណ្ឌទី2អានេះលក្ខខណ្ឌទី2អ្នកទាំងអស់គ្នាចង់ធ្វើក៏បានអត់ក៏បានដែរបើសិនជាអ្នកទាំងអស់គ្នាយកលុយ$3ហើយយើងអត់ចង់ធ្វើអាទី2ទេក៏អីដែរជាមួយនឹងលក្ខខណ្ឌទី2អ្នកទាំងអស់គ្នានឹងទទួលបានលុយ$7បន្ថែមលក្ខខណ្ឌគឺអ្នកទាំងអស់គ្នាត្រូវធ្វើការ trade នៅក្នុង Binance ចាប់ពី$20ឡើងទៅប៉ុន្តែខ្ញុំចង់បញ្ជាក់ដែរជាមួយនឹងការ trade ហ្នឹងគឺអ្នកទាំងអស់គ្នាអត់មានខាតបង់អីទេណាអញ្ចឹងមិនថាយើងធ្វើការទិញកាក់ហ្នឹងភ្លាមហើយយើងលក់ភ្លាមទៅអាហ្នឹងគឺលុយរបស់យើងវានៅក្នុង$20ដែរទេគាត់ថាវាអាចនឹងកាត់សេវាពី3សេនអញ្ចឹងណាអញ្ចឹងគាត់អ្នកទាំងអស់គ្នាធ្វើការ trade ហើយគឺយើងទទួលបានលុយ$7បន្ថែមទៀតអញ្ចឹងសរុបទាំងអស់លុយដែលទាំងអស់គ្នាទទួលបានគឺចំនួន$10អូខេអ្នកទាំងអស់គ្នាអញ្ចឹងរបៀបនៃការបង្កើតគណនី Binance អ្នកទាំងអស់គ្នាអាចចុចតាមរយៈ link ខាងក្រោមបាន link វីដេអូណាប៉ុន្តែ link បង្កើត account គឺអ្នកទាំងអស់គ្នាកុំបង្កើត account តាម link ចាស់របស់ខ្ញុំនៅក្នុងវីដេអូចាស់ណាដោយសារបង្កើតតាម link ចាស់ហ្នឹងគឺយើងអត់មានទទួលបានលុយទេទោះបីយើងធ្វើត្រូវលក្ខខណ្ឌក៏ដោយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបង្កើត link តាម link ថ្មីរបស់ខ្ញុំនៅខាងក្រោមឬមួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាចូលទៅចុះឈ្មោះអ្នកទាំងអស់គ្នាអាចដាក់ invite code របស់ខ្ញុំបានដូចនៅក្នុងរូបភាពលេខ2ហើយបន្តមកទៀតបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការបង្កើតគណនី Binance បានបំពេញតាក់សញ្ញាណប័ណ្ណអីហើយរបៀបដែលយើងចូលទៅយកលុយអ្នកទាំងអស់គ្នាអាចមើលតាមរូបភាពទី3បានហើយយើងត្រូវ download app Binance បន្តមកទៀតអ្នកទាំងអស់គ្នាចុចលើពាក្យ reward hub ដូចនៅក្នុងរូបភាពអញ្ចឹងហើយបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញ2វាមាន2ជម្រើសអីយើងណាជម្រើសទី1យើងបានលុយ$3ជម្រើសទី2យើងបានលុយ$7អញ្ចឹងបើសិនជា account របស់អ្នកទាំងអស់គ្នាបានបំពេញតាក់ញ៉ាំបានហើយយើងចុចយកអាចជំរើសទី1ទៅនេះដោយដែលគេគូសពណ៌ក្រហមជុំវិញហ្នឹងអញ្ចឹងណាជួយលើពាក្យ do task ហ្នឹងទៅយើងទទួលបានលុយ$3ភ្លាមៗហើយអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានលុយហ្នឹងហើយអ្នកទាំងអស់គ្នាអាចលក់វាមកតាម P2P បានតែគាត់ថាតាម P2P ហ្នឹងវាតម្រូវឲ្យយើងមានលុយ$10ឡើងអ្នកទាំងអស់គ្នាទើបអាចលក់បានអញ្ចឹងបើសិនអ្នកទាំងអស់គ្នាគិតថាចង់ធ្វើអាទី2ទៀតដូចខ្ញុំបញ្ជាក់ខាងលើហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចtrade $20បន្ថែមទៅអាហ្នឹងយើងទទួលបានលុយ$7បន្ថែមហើយអញ្ចឹងយើងអាចដកវាទាំងអស់មកធនាគាររបស់យើងវិញបានបើនិយាយទៅគឺវាអត់មានអីត្រូវខាតទេអ្នកទាំងអស់គ្នាយើងគ្រាន់តែដាក់ហើយយើងអាចដកវិញបានភ្លាមអញ្ចឹងរបៀបនៃការ trade មុននឹងអ្នកទាំងអស់គ្នាអាច trade បានគឺអ្នកទាំងអស់គ្នាត្រូវទិញកាក់ USDT កាក់ crypto USDT ហ្នឹងមកនៅក្នុង Binance សិនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ចេះពីរបៀបនៃការទិញលក់ទេខ្ញុំអាចឲ្យអ្នកទាំងអស់គ្នាទៅមើលវីដេអូខាងក្រោមបានរបៀបដែលយើងទិញលក់កាក់ crypto តាមរយៈapp ធនាគារណានៅក្នុងវីដេអូហ្នឹងគឺខ្ញុំឧទាហរណ៍ទៅលើ app ACDA ផ្ទាល់តែបើសិនជាយើងប្រើ app ធនាគារផ្សេងដូចជា AFA ឬមក Wing អីក៏អាចធ្វើតាមគំរូវីដេអូនឹងបានដូចគ្នាអូខេឥឡូវចូលមកដល់របៀបដែលយើង trade វិញដូចឧទាហរណ៍ example ថាអ្នកទាំងអស់គ្នាចង់ធ្វើអាលក្ខខណ្ឌទី2ដើម្បីយកលុយ$7បន្ថែមអញ្ចឹងគេធ្វើមិនអញ្ចឹងរបៀបនៃការ trade នៅក្នុងវីដេអូខាងក្រោម10នាទីជាងនេះគឺខ្ញុំធ្វើវា full function តែម្ដងគឺខ្ញុំប្រាប់ទាំងអស់នៅក្នុងរបៀបដែលយើង trade ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូហ្នឹងវាយូរពេកហើយគ្រាន់តែចង់ធ្វើតាមលក្ខខណ្ឌទី2ទេអត់ទាន់ចង់ដឹងអីញញែកច្រើនទេហ្នឹងហើយចាំខ្ញុំបង្កើតវីដេអូខ្លីអ្នកទាំងអស់គ្នាមើលប្រហែលជាខ្ទង់1នាទីជាងទេអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបានវីដេអូនេះគឺខ្ញុំបង្កើតមកអត់មានបញ្យលអីញញែកច្រើនទេគឺខ្ញុំគ្រាន់តែប្រាប់ពីរបៀបអ្នកទាំងអស់គ្នាត្រូវធ្វើហើយដើម្បីទៅយកលុយ$7ហ្នឹងហ្មងអូខេអ្នកទាំងអស់គ្នានេះគឺជាវីដេអូខ្លីដែលខ្ញុំធ្វើបន្ថែមទៅលើរបៀបនៃការ trade អ្នកទាំងអស់គ្នាអាចទៅមើលវីដេអូពេញរបស់ខ្ញុំក៏បានឬមួយក៏មើលវីដេអូហ្នឹងក៏បានដែរបើសិនជាវីដេអូពេញនោះគឺខ្ញុំប្រាប់វា full function នៃរបៀបដែលយើងទិញលក់កាក់ទាំងអស់ហ្មងតែបើសិនជាឥឡូវនេះអ្នកទាំងអស់គ្នាកំពុងមើលនេះគឺខ្ញុំគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាកន្លែងនេះយើងត្រូវធ្វើដើម្បីទទួលបានលុយ$7បន្ថែមទេអញ្ចឹងអីដែលអ្នកទាំងអស់គ្នាត្រូវមានទី1ត្រូវមានកាក់ USDT សិនហ្នឹងហើយយើងត្រូវទិញតាម P2P ណាអញ្ចឹងបន្ទាប់ពីយើងបានទិញកាក់ហ្នឹងរួចរាល់អស់ហើយ
អ្នកទាំងអស់គ្នាអាចចុចលើពាក្យ trade នេះបានហ្នឹងហើយចុចលើពាក្យ trade ហ្នឹងមកហើយបន្ទាប់មកកន្លែងហ្នឹងគឺយើងនឹងធ្វើការទិញដល់ថាខ្ញុំទិញទៅលើកាក់ Bitcoin ចុះអញ្ចឹងកន្លែងនេះគឺអ្នកទាំងអស់គ្នាបដូរពី limit មក market វិញមកបន្តមកទៀតកន្លែងនេះអ្នកទាំងអស់គ្នាដាក់លេខខ្ញុំ recommend ឲ្យដាក់ទិញ$20000ណាហ្នឹងហើយអញ្ចឹងបន្តមកយើងចុចលើពាក្យ buy BTC វាទិញឲ្យយើងរួចដល់ហើយអញ្ចឹងយើងអាចធ្វើការលក់វាវិញមកអ្នកទាំងអស់គ្នាកាក់ BTC យើងមានប្រហែលអញ្ចឹងយើងទាញអានេះពេញឲ្យពេញមកបន្ទាប់មកមានន័យថាប៉ុណ្ណឹងគឺយើងបានធ្វើការទិញលក់រួចដល់ហើយអញ្ចឹងលេខ$7គឺយើងទទួលបានហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលវាទៅ claim នៅកន្លែង reward hub នេះដូចnhưយើងចូលទៅ claim លុយ$3ហ្នឹងបានអញ្ចឹងលុយអ្នកទាំងអស់គ្នាបានសរុបទាំងអស់វាចូល$10អញ្ចឹងសួរថាតើយើងអាចលក់វាបានមកធនាគាររបស់យើងអត់គឺបានហ្នឹងហើយដោយរបៀបដែលយើងទិញលក់កាក់ដែរអញ្ចឹងអាចមើលវីដេអូរបៀបទិញលក់កាក់នឹងបានដូចគ្នាអ្នកទាំងអស់គ្នា